Đó màខ្ញុំធ្លាប់ឮពាក្យចចាមអារាមថាចំពោះពាក្យបណ្ដឹងកាលណាលើសពី24ម៉ោងអស់ប្រសិទ្ធភាពតែជាការពិតទេក្របខ័ណ្ឌនៃទទួលពាក្យបណ្ដឹងដែលយើងដាក់មកនគរបាលយុត្តិធម៌គឺយើងអត់បានកំណត់ថា20លើសពី24ម៉ោងទទួលអីទេពីព្រោះថាយើងបានដាក់កាតព្វកិច្ចគឺពេលដែលបានទទួលពាក្យបណ្ដឹងបាទមន្ត្រីនគរបាលយុត្តិធម៌ត្រូវតែចាត់ការភ្លាមបញ្ជូនរឿងទៅព្រះអាជ្ញាឬក៏ធ្វើការស៊ើបអង្កេតហើយនៅពេលដែលករណីដែលបញ្ជូនរឿងទៅព្រះអាជ្ញាហ្នឹងគឺគេបានកំណត់ច្បាប់របស់យើងគឺរយៈពេល2ខែគិតពីថ្ងៃបានទទួលពាក្យបណ្ដឹងបាទនេះថានៅពេលដែលបណ្ដឹងរបស់ខ្លួនបានទៅដល់ព្រះអាជ្ញាបាទហើយក្នុងរយៈពេល2ខែហ្នឹងអ្នកពាក្យមកជនរងគ្រោះអត់បានទទួលចម្លើយឬក៏ស្ងាត់ស្ងៀមពីព្រះអាជ្ញាគឺជនរងគ្រោះអាចដាក់ពាក្យបណ្ដឹងទៅអគ្គព្រះរាជអាជ្ញាអមសាលាតដើម្បីបាទពិនិត្យពីបាទថាចំណាត់ការទៅលើពាក្យបណ្ដឹងរបស់ព្រះអាជ្ញានោះដូច្នេះយើងបានចាត់ការនូវនីតិវិធីដើម្បីជៀសវាងនូវភាពអសកម្មរបស់អាជ្ញាធរសមត្ថកិច្ចដែលចូលរួមក្នុងការស៊ើបអង្កេតចា៎យោងតាមក្របនីតិវិធីព្រហ្មទណ្ឌរបស់យើងនេះរាល់បណ្ដឹងទាំងអស់ត្រូវទទួលបាននៅចំណាត់ការដោយអាដាមភៅសុភីបានបញ្ជាក់ជូនមិញគឺមានន័យថាម៉េចនៅពេលដែលមន្ត្រីនគរបាលយុត្តិធម៌ឬនគរបាលយុត្តិធម៌ក្នុងនាមជាអង្គភាពទទួលបាននៅបណ្ដឹងគាត់ត្រូវចាត់ការលើបណ្ដឹងនោះហើយនៅទីបំផុតគាត់ត្រូវបញ្ជូនបណ្ដឹងនោះមកឲ្យព្រះរាជអាជ្ញាដាច់ខាតក្នុងនាមព្រះរាជអាជ្ញាគឺជាម្ចាស់នៃបណ្ដឹងអាជ្ញាចា៎នៅក្នុងន័យនេះដែរគឺក្រមនីតិវិធីព្រហ្មទណ្ឌយើងបានចែងដើម្បីការពារលើស្ថានភាពនេះសូម្បីតែក្នុងករណីដែលមន្ត្រីនគរបាលយល់ឃើញថារឿងនោះមិនគួរបញ្ជូនក៏គាត់ត្រូវតែបញ្ជូនគ្មានពាក្យបណ្ដឹងណាមួយដែលគាត់អាចរក្សាទុកនៅកន្លែងគាត់ដោយតម្កល់ទុកអធិការបានឡើយចា៎ដោយអាដាមភៅសុភីបានបញ្ជាក់ជូនអញ្ចឹងគឺមាត្រា75នៃក្រមនីតិវិធីព្រហ្មទណ្ឌបានចែងច្បាស់ណាស់កន្លែងនេះគាត់មិនអាចតម្កល់រឿងទុកអធិការទេបើគាត់តម្កល់រឿងទុកអធិការបានន័យតម្កល់ពាក្យបណ្ដឹងរបស់ជនណាម្នាក់ទុកអធិការគឺគាត់អាចទទួលទោសព្រហ្មទណ្ឌតាមក្រមព្រហ្មទណ្ឌម្យ៉ាងទៀតបើយើងពិនិត្យនៅក្នុងស្ថានភាពនៃក្រមនីតិវិធីព្រហ្មទណ្ឌនេះគឺបានដាក់ជាកាតព្វកិច្ចគឺមន្ត្រីនគរបាលគាត់ត្រូវបញ្ជូនពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋនេះទៅឲ្យស្ថាប័នអัยការដែលជាអង្គការជាម្ចាស់នៃបណ្ដឹងអាជ្ញានៅក្នុងន័យនេះមានតែអัยការមួយគត់ដែលគាត់អាចផ្ដល់ជាដំណោះស្រាយទៅដល់បណ្ដឹងនោះគឺមានន័យថាគាត់អាចសម្រេចតម្កល់រឿងនោះទុកអធិការមានតែគាត់ម្នាក់គត់ដែលមានសិទ្ធិដើម្បីសម្រេចលើករណីនេះម្យ៉ាងទៀតក្នុងក្រមនីតិវិធីព្រហ្មទណ្ឌដោយអាដាមភៅសុភីបានបញ្ជាក់ជូនមិញគឺបានសរសេរច្បាស់នៅក្នុងមាត្រា6បានចែងមាត្រា6នៃកថាខណ្ឌទី2នៃក្រមនីតិវិធីព្រហ្មទណ្ឌនេះបានចែងច្បាស់ណាចែងថានៅក្នុងករណីដែលពាក្យប្តឹងស្ថិតនៅដោយគ្មានចម្លើយឬត្រូវបានតម្កល់ទុកឥតចាត់ការដោយព្រះរាជអាជ្ញាជនរងគ្រោះអាចប្តឹងទៅអគ្គព្រះរាជអាជ្ញាអមសាលាតទៅតាមរបៀបដូចមានចែងនៅក្នុងមាត្រា41នៃក្រមនេះអញ្ចឹងបើសិនជាគាត់ដាក់ពាក្យបណ្ដឹងរបស់គាត់ដែលយើងថា24ម៉ោងលែងមានអនុភាពគឺកន្លែងនេះគឺវាផ្ទុយជាមួយនឹងក្រមនីតិវិធីព្រហ្មទណ្ឌនេះហើយអញ្ចឹងពាក្យនេះគឺជាពាក្យចចាមអារាមដែលគ្មានមូលដ្ឋានបាទអញ្ចឹងតាមក្រមនេះរាល់បណ្ដឹងទាំងអស់ត្រូវទទួលបាននៅចំណាត់ការសមស្របនៅពេលដែលគ្មានចំណាត់ការលើពាក្យបណ្ដឹងនៅក្នុងករណីនេះគឺជនរងគ្រោះមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីធ្វើការបណ្ដឹងតវ៉ាបាទពិតតកតងទៅនឹងបញ្ហាសុពលភាពពាក្យបណ្ដឹងនេះកុំឲ្យច្រឡំព្រោះថាបើពាក្យនិយាយមិញដោយអាដាមកើតរិទ្ធបានមានប្រសាសន៍ចឹងគឺថាប្តឹងទៅមិនមែនហួស24ម៉ោងអស់សុពលទេពាក្យបណ្ដឹងវាមានសុពលរហូតប៉ុន្តែចំណាត់ការទៅលើស្ថាប័នដែលមានសមត្ថកិច្ចឧមាថាប្តឹងទៅខាងមន្ត្រីនគរបាលយុត្តិធម៌គឺថាមន្ត្រីនគរបាលយុត្តិធម៌ត្រូវចាត់ការលើពាក្យបណ្ដឹងហ្នឹងបាទហើយគាត់ដោយអាដាមភៅសម្ភីលើកហ្នឹងគឺថាគាត់គ្មានសិទ្ធិនៃណាសម្របសម្រួលដំកល់រឿងទុកអត់ចាត់ការទេបើសិនគាត់ធ្វើអញ្ចឹងគឺថានៅក្នុងមាត្រា75គេហាមឃាត់ហើយគឺថាបើធ្វើអញ្ចឹងគឺថាខុសនីតិវិធីហើយគាត់នឹងប្រឈមមុខនឹងទណ្ឌកម្មទៀតចាសូមអរគុណចាខ្ញុំបកមក